មានមនុស្សយ៉ាងហោចណាស់38នាក់បានស្លាប់និងជាង100នាក់ផ្សេងទៀតបានរងរបួសបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិកមកលើប្រទេសយេម៉ែនហើយចំពោះមុខសញ្ញាដែលសហរដ្ឋអាមេរិកផ្ដោតសំខាន់ជាងគេនោះគឺទៅលើកំពង់ផែរ៉ាអ៊ីសានេះបញ្យល់ទៅតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានអាចាសេរ៉ាកាលពីថ្ងៃទី18ខែមេសាឆ្នាំ2025មានរូបភាពនិងវីដេអូជាច្រើនត្រូវបានទូរទស្សន៍អាល់ម៉ាសេរ៉ាបានចុះផ្សាយកាលពីយប់ថ្ងៃប្រហ័សថាវាគឺជាការវាយប្រហារដ៏សាហាវបំផុតមួយចំពោះប្រទេសក្រីក្រដូចជាប្រទេសយេម៉ែនកំពង់ផែប្រេងរ៉ាអ៊ីសាវាគឺជាសរសៃឈាមមួយយ៉ាងសំខាន់របស់ប្រទេសមួយនេះព្រោះថាវាគឺជាកន្លែងសម្រាប់បែងចែកបំពង់បង្ហូរប្រេងហើយក៏ជាហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកមួយដ៏សំខាន់ដែលគ្មានអ្វីអាចជំនួសបាននៅក្នុងប្រទេសយេម៉ែននោះឡើយតែបើទោះបីជាមានការរិះគន់យ៉ាងនេះក្តីខាងទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា CENTCOM បាននិយាយថាការវាយប្រហារតាមផ្លូវអាកាសកាលពីម្សិលមិញនេះគឺសហរដ្ឋអាមេរិកមានគោលបំណងចង់កាត់ផ្តាច់ការផ្ដល់មូលនិធិនិងធនធានដល់ក្រុមហ៊ូទីតែប៉ុណ្ណោះគោលវិជ្ជាថាការបោះប្រតិបត្តិការយោធាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកដើម្បីប្រឆាំងនឹងក្រុមហ៊ូទីលើកនេះយើងអាចនិយាយបានថាវាគឺជាព្រឹត្តិការណ៍ថ្មីមួយទៀតដែលទើបតែកើតឡើងបន្ទាប់ពីការចូលកាន់អំណាចរបស់ប្រធានាធិបតីដូណាល់ត្រាំកាលពីខែមករាកន្លងមកដោយក្នុងនោះខាងមន្ត្រីហ៊ូទីម្នាក់បាននិយាយថាអាណត្តិទី2របស់លោកត្រាំអាមេរិកបានសម្លាប់ប្រជាជនរបស់ប្រទេសយេម៉ែនមិនតិចជាង50នាក់នោះឡើយ